ពេលឆាម្រះព្រៅបងប្អូនចូលចិត្តដាក់បន្លែដែរអត់សម្រាប់ខ្ញុំវិញខ្ញុំតែងតែដាក់បន្លែផ្សេងដូចជាត្រប់វែងឬក៏ម្ទេសហាវ៉ៃហើយថ្ងៃនេះខ្ញុំសាកល្បងដាក់ផ្កាស្ពៃលើកដំបូងឯងដែលខ្ញុំដាក់ផ្កាស្ពៃតែរសជាតិឆ្ងាញ់ដែរតាបងប្អូនសម្រាប់វិធីធ្វើដំបូងខ្ញុំដាំប្រេងឆារាងក្តៅរួចហើយដាក់ខ្ទឹមសហើយនិងម្ទេសដែលខ្ញុំបានបុកចូលគ្នាលីងវាឡើងឈ្ងុយសម្រាប់ម្ទេសហើយនិងខ្ទឹមខ្ញុំដាក់រាងច្រើនបន្តិចបងប្អូនអាចដាក់ទៅតាមចំណង់ចំណូលចិត្តបានបន្ទាប់មកខ្ញុំដាក់សាច់ជ្រូកចិញ្ច្រាំចូលហើយសាច់ជ្រូកនេះប្រហែលជាខ្ទង់4ខាំជាងរាងច្រើនគួរសមដែរយើងអាចហាន់ក៏បានឬក៏ចិញ្ច្រាំក៏បានតាមចំណង់ចំណូលចិត្តពេលដាក់សាច់ជ្រូកចូលយើងឆាវាជាមួយនឹងខ្ទឹមសហើយម្ទេសនឹងឲ្យឡើងឈ្ងុយដែរទៅបងប្អូនហើយក្រៅពីសាច់ជ្រូកយើងអាចប្រើសាច់គោសាច់មាន់ឬក៏គ្រឿងសមុទ្រទៅតាមចំណង់ចំណូលចិត្តបានដែរថ្ងៃនេះខ្ញុំប្រើសាច់ជ្រូករសជាតិឆ្ងាញ់ម្យ៉ាងនៅពេលដែលសាច់ជ្រូកមើលទៅរាងឆ្អិនបន្តិចហើយខ្ញុំចាប់ផ្ដើមដាក់គ្រឿងផ្សំរសជាតិមានទឹកត្រីប្រហែលជា3ស្លាបព្រាបាយទឹកប្រេងខ្យង1ស្លាបព្រាបាយហើយស្ករ1ស្លាបព្រាកាហ្វេកន្លះអំបិលមួយចិបបន្តិចហើយម្សៅស៊ុបមាន់កន្លះស្លាបព្រាកាហ្វេបន្ទាប់មកខ្ញុំឆាគ្រឿងនោះចូលគ្នាឲ្យសព្វជាធម្មតាម្ហូបនេះយើងត្រូវយករសជាតិរាងប្រៃផ្អែមដិតបន្តិចតែលើកនេះខ្ញុំឆាយករសជាតិរាងស្រាលបន្តិចអត់ឲ្យវាប្រៃផ្អែមដិតខ្លាំងពេកទេតែបងប្អូនអាចលៃលកគ្រឿងទៅតាមនឹងបានបន្ទាប់ពីយើងដាក់គ្រឿងចូលអស់ហើយយើងឆាវាលាយចូលគ្នាឲ្យសព្វជាមួយនឹងសាច់ជ្រូកដើម្បីឲ្យសាច់ជ្រូកចូលជាតិបានល្អយើងឆាទៅឆាមកមើលតែសាច់ជ្រូករាងឆ្អិនហើយចាំដាក់បន្លែចូលហើយតាមពិតទៅបន្លែនោះយើងដាក់ក៏បានអត់ដាក់ក៏បានដែរអាស្រ័យទៅលើចំណង់ចំណូលចិត្តហើយថ្ងៃនេះរឿងពិសេសបន្តិចគឺសាកល្បងដាក់ផ្កាស្ពៃហើយពេលដាក់បន្លែចូលហើយនោះខ្ញុំក៏ថែមទឹកប្រហែលជា5ស្លាបព្រាបាយដែរទឹកនេះគឺខ្ញុំយកទៅកលែងនៅក្នុងត្បាល់បុកម្ទេសហើយនឹងខ្ទឹមសបងប្អូនចឹងបន្ទាប់ពីដាក់ទឹកចូលហើយខ្ញុំឆាថែមប្រហែលត្រឡប់ទៀតទៅដើម្បីឲ្យបន្លែឆ្អិនបានល្មមហើយចុងក្រោយភ្លក់មើលរសជាតិបានល្មមតាមខ្ញុំចង់បានហើយទើបខ្ញុំដាក់ម្រះព្រៅចូលតាមប៉ុណ្្នឹងរួចហើយយើងដួសបាយម្នាក់មួយចានហើយស្រូបម្ហូបនោះពីលើមកហើយបងប្អូនចូលចិត្តអាចថែមពងមាន់ជៀនពីលើមកគ្រាប់ទៀត